សង្គ្រាមគ្មានប្រទេសណាដែលស្រឡាញ់សង្គ្រាមទេគ្មានអ្នកណាដែលចង់បានសង្គ្រាមទេគ្មានជាតិសាសន៍ណាចង់រស់ក្នុងភ្លើងសង្គ្រាមទេរត់គេចគ្រប់ទិសទីខ្លាចជាជនភៀសសឹករស់អារម្មណ៍ដែលរត់គេចពីសង្គ្រាមរត់ពីក្របផ្ទុះបើអត់ធ្លាក់ចូលមកដល់ផ្ទះយើងទេយើងអត់យល់ទេពេលណាដែលយើងរស់ធ្លាប់តែមានសន្តិភាពធ្លាប់តែមានបាយហូបធ្លាប់តែមានផ្ទះនៅធ្លាប់តែដកដង្ហើមស្រួលធ្លាប់តែមានគ្រែពូកគេងម៉ាស៊ីនត្រជាក់យើងគ្មានថ្ងៃយល់អារម្មណ៍មនុស្សដែលរស់នៅក្នុងភ្លើងសង្គ្រាមរត់គេចរត់តតង់ឲ្យមុងមួយចងដេកក៏មិនស្រួលចិត្តដែរអារម្មណ៍ដែលឈឺចាប់រស់នៅក្នុងស្ថានភាពបែបហ្នឹងសួរថាតើអ្នកណាចង់ប្រឈមនឹងការភ័យខ្លាចតក់ស្លុតបារម្ភពីកូនតូចបារម្ភពីចៅបារម្ភពីគ្រួសារបារម្ភឪពុកម្ដាយចាស់បារម្ភប្រពន្ធមានផ្ទៃពោះបារម្ភពីការហូបចុកពីការរស់នៅបារម្ភខ្វល់ខ្វាយភ័យខ្លាចគិតសពគ្រប់បែបយ៉ាងពីទីជម្រកពីមធ្យោបាយរស់នៅគិតពីលុយកាក់ពីអាហារហូបចុកគិតពីការសងបំណុលគេរស់អារម្មណ៍ដែលឈឺចាប់វេទនាមួយនេះព្រោះតែសង្គ្រាមតើអ្នកណាចង់បានអ្នកដែលបានឈ្លានពានពួកគាត់មិនបានដឹងពីព្រោះគ្រួសាររបស់គាត់មិនបានស្គាល់ក្នុងរស់អារម្មណ៍ដែលរត់គេចពីស្នូផ្ទុះដើម្បីឲ្យផលមួយនេះអាចបញ្ចប់